សួស្តីបងប្អូនទាំងអស់គ្នាតថ្ងៃនេះអ្នកគ្រូលើកយកនៅប្រតិបត្តិក្នុងមេរៀនទី7ទំព័រទី77មកបង្ហាញដល់បងប្អូនទាំងអស់គ្នាចាអញ្ចឹងដើម្បីដោះស្រាយលំហាត់ចាឬចំណោទនីមួយៗបានអូនអានសេចក្តីណែនាំឬក៏ប្រធាននៃចំណោទនោះឲ្យបានច្បាស់សិនថាតើនៅក្នុងចំណោទនេះគេបានប្រាប់អ្វីខ្លះដល់បងប្អូនហើយគេសួររកអ្វីតោះអញ្ចឹងបងប្អូនអានជាមួយអ្នកគ្រូទាំងអស់គ្នាមកប្រតិបត្តិឪពុកផលីនឹងទិញប្រេងមកសុទ្ធ8ធុងមានចំណុះ225លីត្រចាក្នុងមួយធុងអញ្ចឹងគាត់ទិញ8ធុងមួយធុងមាន225លីត្រណាចាហើយថ្លៃ15,000រៀលក្នុង1ហិកតូលីត្រចាគេបញ្ជាក់ប្រាប់ខ្លួនថាក្នុង1ហិកតូលីត្រហ្នឹងគឺថ្លៃ15,000រៀលចាគាត់បញ្ចូលប្រេងចាទាំងអស់ទៅក្នុងដបដែលមានចំណុះ75សង់ទីលីត្របងប្អូនគេបញ្ចូលប្រេងទាំងអស់ហ្នឹងទៅក្នុងដបដែលមានចំណុះ75សង់ទីលីត្រអត់ដល់1លីត្រទេណាអញ្ចឹងសំណួរដែលគេសួរបងប្អូនគេសួរមាន3សំណួរចាកគេដឹងថាក្នុងធុងនីមួយហ្នឹងមានចាកកចំនួន3លីត្រប្រើការមិនបានទេចាអញ្ចឹងក្នុងធុងនីមួយហ្នឹងគឺ8ធុងក្នុងមួយធុងគឺមាន3លីត្រដូចគ្នាចាដែលប្រើការមិនបានបាទសំណួរសួរថាតើគាត់ច្រកប្រេងមកស៊ុតនឹងបានប៉ុន្មានដបចាគេចង់ដឹងថាតើគាត់ច្រកបានប៉ុន្មានដបគេយកប្រេងទាំងអស់មកច្រកដកតកកចាអញ្ចឹងគាត់ណាខបើថ្លៃឈ្នួលច្រក2,600រៀលតើថ្លៃដើមមកស៊ុតមួយដបចាតើថ្លៃដើមប្រេងមកស៊ុតមួយដបចាប៉ុន្មានមានន័យថាគេចង់ឲ្យកូនរកថ្លៃដើមនៃប្រេងមកស៊ុតមួយដបណាកោដើម្បីឲ្យចំណេញបាន12%តើគេត្រូវលក់ប្រេងមកស៊ុតនោះថ្លៃប៉ុន្មានរៀលក្នុងមួយដបចាក្នុងការចំណេញ12%ពីលើកូនអញ្ចឹងគេត្រូវលក់តម្លៃប្រមាណអញ្ចឹងដើម្បីដោះស្រាយនៅសំណួរទាំង3នេះបានចាចូលបងអូនសិក្សាជាមួយអ្នកខ្លាំងវិញនៅអ្វីដែលគេប្រាប់ចាអញ្ចឹងយើងតាក់ទងទៅនឹងសម្រាប់កមួយសិនបងអូនកគេឲ្យយើងរកអីតើគេច្រកប្រេងមកស៊ុតទាំងអស់បានប្រមាណដបចាអញ្ចឹងដើម្បីរកចំនួនដបនៃប្រេងម្សៅដែលគេបានច្រកទូត្រាតើបងអូនដឹងថាប្រេងម្សៅទាំងអស់មានប្រមាណលីត្រមែនទេអូនអញ្ចឹងតាក់ទងទៅនឹងប្រេងទាំងអស់អូនមើលឡើងវិញចាតាក់ទងទៅនឹងប្រេងទាំងអស់គឺមានន័យថាគឺប្រេងដែលគាត់ទិញមកគឺមានប្រមាណ8ធុងមួយធុងមាន225លីត្រអញ្ចឹងដើម្បីរកប្រេងទាំងអស់មានន័យថាអូនយក225លីត្រនេះទៅធ្វើប្រមាណទីគុណជាមួយនឹង8ចឹងអូនគុណទៅឃើញចំណុះប្រេងឯមែនទេចំណុះប្រេងទាំងអស់តែនៅក្នុងសំណួរនេះគេយកតែប្រេងច្រកកើតមកច្រកណាប្រេងដែលប្រើការបានទេចាប្រេងប្រើការមិនបានគេច្រកដែលអត់ទេដូច្នេះប្រេងដែលយើងរកឃើញគឺ225លីត្រគុណនឹង8គឺជាប្រេងទាំងអស់បានន័យថាទាំងប្រើការបាននិងទាំងប្រើការមិនបានប៉ុន្តែនៅពេលដែលគេច្រកដបគឺគេអត់យកអាប្រេងប្រើការមិនបានមកច្រកទេអញ្ចឹងគេត្រូវដកអាប្រេងប្រើការមិនបានហ្នឹងចេញមានន័យថាអូនត្រូវយក3លីត្រក្នុងមួយធុងអញ្ចឹងទាំងអស់មានប្រហែលធុងគឺ8ធុងអញ្ចឹង8 3ដល់24អញ្ចឹង24លីត្រនេះគឺជាប្រេងដែលប្រើការមិនបានមានន័យថាអូនយកប្រេងដែលយើងកណនាឃើញនេះមកដក24លីត្រនឹងចេញយើងឃើញប្រេងដែលយើងប្រើការបានអញ្ចឹងយើងយកប្រេងដែលយើងប្រើការបានហ្នឹងទៅច្រកចូលទៅក្នុងដបដែលមានចំណុះ75សង់ទីលីត្រប៉ុន្តែអ្វីដែលគេប្រាប់ឃើញយើងរកឃើញហ្នឹងគឺជាលីត្រអញ្ចឹងតម្រូវឲ្យបងអូនបដូរវាទៅជាសង់ទីលីត្រឲ្យទៅជាຂະຫນាតដូចនឹងຂະຫນាតនៃដបទើបបងអូនចាចែករកចំនួនដបនេះឃើញណាអូនតោះជាងគ្រូបានបង្ហាញនៅក្នុងចំណុចនេះគឺចំណុចកគេឲ្យរកចំនួនដបប្រេងដែលគេច្រកបានអូនណាចំនួនដបប្រេងមួយស៊ុតដែលយើងដកច្រកបានចឹងដោយចំណុះប្រេងមួយស៊ុតដែលប្រើការបានទាំងអស់គឺវាស្មើនឹងប្រេងទាំងអស់មាន8ធុងមួយធុងមាន225លីត្រចឹងដើម្បីរកប្រេងទាំងអស់គឺយើងយកចំនួនប្រេងក្នុងមួយធុងទៅគុណនឹងចំនួនធុងប្រេងទាំងអស់គឺយក225លីត្រគុណនឹង8ចាហើយអានេះគឺជាប្រេងដែលយើងរកឃើញទាំងអស់មែនទេកូនប្រេងទាំងអស់ប៉ុន្តែពេលយើងច្រកចូលដកប្រេងដែលប្រើការមិនបានយើងច្រកដែរអត់ចាអត់ច្រកទេដូច្នេះបងអូនដកវាចេញចាអញ្ចឹងមានតែដក3លីត្រក្នុងមួយធុងមែនទេអញ្ចឹងទាំងអស់មានប្រហែលធុង8ធុងអញ្ចឹងយក8គុណនឹង3ចេញចាអញ្
ចឹងនាំឲ្យស្មើចឹងអូនគុណកញ្ញា225គុណនឹង8ទៅគឺស្មើនឹង1800លីត្រចាចឹងដកចំណុះប្រេងដែលយើងប្រើការមិនបានគឺ24ចេញជាងស្មើនឹង1776លីត្រអូនណាចាតែដោយ1លីត្រហ្នឹងវាស្មើនឹង1000សង់100សង់ទីលីត្រមែនទេអូន1លីត្រស្មើនឹង100សង់ទីលីត្រអញ្ចឹងមានន័យថា1776លីត្រនេះគឺអូនយកវាទៅចែកទៅគុណនឹងគុណនឹង100នេះចាគុណនឹង100អញ្ចឹងការគុណនឹង100អត់ពិបាកទេគឺគ្រប់ចំនួននៃគុណនឹង100គឺគ្រាន់តែថែមទៅ0 1 2អញ្ចឹង1 2ជាការស្រេចគឺស្មើនឹង176,600សង់ទីលីត្រចាដូចនេះចំនួនដបប្រេងមួយស៊ូតដែលគេច្រកបានមានន័យថាអូនយកចំនួននេះមកចែកនឹងចំណុះប្រេងក្នុងមួយដបរបស់យើងគឺ75សង់ទីលីត្រអញ្ចឹងខ្នាតវាដូចគ្នាកូនណាបើខ្នាតខុសគ្នាមិនអាចចែកបានទេតើខ្នាតដូចគ្នាអញ្ចឹងមិនចែកបានអញ្ចឹងការចែកទៅគឺអ្នកគ្រូចែកឃើញពី2368ដបតើណាអូន2368ដបអញ្ចឹងចូលដល់ចំណុចខគេឲ្យយើងរកថ្លៃដើមប្រេងមួយស៊ូតមួយដបចាថ្លៃដើមមកវាណាអូនអញ្ចឹងមួយដបគេលក់ប្រមាណមួយដបហ្នឹងតើគេលក់ប្រមាណថ្លៃដើមមកវាអញ្ចឹងតាក់តងមួយដបនេះគឺមានន័យថាអ្នកគ្រូយកអីអូនចាចំណុះប្រេងរបស់យើងទាំងអស់គឺប៉ុន្មានកូនពេលយើងទិញមកមានន័យថាពេលយើងទិញហ្នឹងគឺគេគិតជាហិកតូលីត្រក្នុង1ហិកតូលីត្រហ្នឹងគឺ15000រៀលបានន័យថាគឺប្រេងទាំងអស់អញ្ចឹងអាប្រេងទាំងអស់ដែលបងអូនដែលគាត់ទិញមកពូផលីគាត់សំទោសគឺឪពុកផលីទិញមកហ្នឹងគឺប្រេងគាត់គឺ225លីត្រក្នុងមួយធុងអញ្ចឹងទាំងអស់8ធុងអញ្ចឹងក្នុងហ្នឹងគឺមានទាំងកកទាំងមិនកកអញ្ចឹងយើងគិតទាំងអស់ក្នុងការទិញមកគឺគេគិតទាំងអស់គឺគិតទាំងកកមិនកកទាំងអស់គឺក្នុង1ហិកតូលីត្រគឺតម្លៃ15000អញ្ចឹងប្រេងដែលយើងទិញមកទាំងអស់គឺមានចំនួនប៉ុន្មានកូនគឺ1800លីត្រហើយនៅក្នុងចំណុចនេះគេប្រាប់យើងថា1ហិកតូលីត្រទេណា1ហិកតូលីត្រនេះចាតម្លៃវាគឺ15000រៀលអញ្ចឹងបើសិនជាប្រេងរបស់ប្អូនគឺមាន1800លីត្រអូនបដូរវាទៅជាហិកតូលីត្របដូរវាជាហិកតូលីត្រសិនអញ្ចឹងវាស្មើនឹងប្រមាណហិកតូលីត្រអញ្ចឹងបានន័យថា1ហិកតូលីត្រដេកាលីត្រចាបាន100លីត្រអញ្ចឹងខុសគ្នា100ដងមែនអូនខុសគ្នា100ដងអញ្ចឹងយើងត្រូវយកចំនួន1800នេះទៅចែកនឹង100ការចែក100គឺគ្រាន់តែជាការរំកិលចំណុចមកខាងឆ្វេងចាអញ្ចឹងនៅគ្រូអង្គិលចំណុចយើងខាងនេះយើងអង្គិលបានមួយខ្ទង1 2អញ្ចឹងគឺនៅសល់18ហិកតូលីត្រចាអញ្ចឹងនៅគ្រូបាក់បាន18ហិកតូលីត្រចាអញ្ចឹងយើងដឹងហើយ1ហិកតូលីត្រគឺ15000ឥឡូវ18ហិកតូលីត្រគឺមានន័យថាអូនយក15000គុណ18ហិកតូលីត្រទៅគឺឃើញប្រាក់ទាំងអស់ហើយមែនទេអូនឃើញប្រាក់ទាំងអស់ហើយអញ្ចឹងអូនគុណវាបញ្ចូលគ្នាមកចាហើយបូកនឹងចាដើម្បីរកថ្លៃប្រេងដើមម្ដងគឺយើងបូកទាំងថ្លៃឈ្នួលមកទៀតគឺឈ្នួលវា2600ណាអញ្ចឹងយើងកណនីឃើញហើយយើងបូកនឹង2600ហើយបានយើងយកទៅចែកនឹងចំនួនដបដែលយើងច្រកណាចាចំនួនដបដែលយើងច្រកតោះឥឡូវធ្វើមួយអ្នកទាំងអស់គ្នាមកអញ្ចឹងអូនយក15000ទៅគុណនឹង18អញ្ចឹងអ្នកគ្រូអត់គុណលេខ0ទេដោយសារ0អ្នកគ្រូទុកម្ដងសិនអញ្ចឹងអ្នកគ្រូគុណតួលេខទេចាអញ្ចឹង5 8ដង40សេរី0ត្រាទុក4 8ម្ដង8នឹង4គឺ12 1 5ដង5 1 5 1ម្ដងគឺ1អូនណាអញ្ចឹងយើងបូកបញ្ចូលគ្នាមក0 7 2ហើយនេះអូនមើលនេះ0 1 2 3អញ្ចឹងយើងថែមក្រោយ1 2 3ចាអញ្ចឹងនាំឲ្យស្មើចាស្មើប៉ុន្មានអូនចាប៉ុណ្នេះចា04បូកជាមួយនឹងចា26ទៀតមក2600ទៀតមកចាអ្នកគ្រូបាត់កន្លែងបាត់ហើយចាអ្នកគ្រូសេមកខាងក្រៅណាអញ្ចឹងយើងចែកនឹងចំនួនប៉ុន្មាន236នេះ2368ដដែលអូនអ្នកគ្រូធ្វើច្រឡំអញ្ចឹងយើងបូកវាមកយើងបាន2000
សំទោសគឺពី270000 270000 2600ហើយអូនចាអញ្ចឹងយើងបូកវាមកចាអញ្ចឹង272600រៀលអូនយកចំនួននេះទៅចែកនឹងប៉ុន្មានទៅចែកនឹង2368ដបអូនចែកកាត់យកខ្ទង់1 2 3 4អញ្ចឹង1 2 3 4ណាអញ្ចឹងយើងដាក់បាន1 8ដង6 3 2អូនដកចេញមកចា10ដក8នៅសល់ប៉ុន្មានសល់2 2បូក6 8វិញអានេះវាខ្ចី1នៅសល់1អញ្ចឹង10ដក6សល់4 4និង1គឺ5អានេះនៅសល់6 6ដក3នៅសល់3 0ទម្លាក់0បានម្ដងអូនទូទាត់សងមកចាអញ្ចឹង2សង3ដាក់បាន2លើអញ្ចឹងដាក់បាន1ដដែល1 8ដង8 6 3 2អូនណាអូនដកទៀតមកអញ្ចឹង10ដក8សល់2 7ដក6នៅសល់1អានេះ5ដក3នៅសល់2សល់1អូនទម្លាក់0ម្ដងទៀតអញ្ចឹង12ដាក់បាន5ហើយ5 8ដង40ត្រាទុក4 5 6ដង30និង4 34ត្រាទុក3 5 3ដង15និង3 18ត្រាទុក1 5 2ដង10 10និង1គឺ11អូនណាអូនដកវាមកនៅសល់0 2អត់កើតទេខ្ចីនេះ1ចឹងឡើងជា12 10ដក4នៅសល់6បូក2 8អានេះ1អស់ហើយនៅសល់0 10 10ដក8នៅសល់2 0 0អូនថែម0ទៀតមកថែមចុចចាអញ្ចឹងដាក់បាន1ទៀតដែរ1 8ដង6 3 2អូនដកវាមកនៅសល់2 9ដក6នៅសល់3 7ដក3នៅសល់4សល់0អូនថែម040បាន4 4អូនដាក់បានប៉ុន្មានបើដាក់បាន2 2 3ដង6លើសអញ្ចឹងដាក់បាន1ដដែលណាចា1 8 6 3 2អូនដកវាមកសល់2 10ដក6នៅសល់4 4និង1 5អានេះ10ដក3នៅសល់7 7និង2 9នេះសល់3 3ដក2សល់1ណាចាអញ្ចឹងគឺចម្លើយយើងឃើញប៉ុណ្ណឹងអូនឃើញតម្លៃដើមមកវាគឺគេលក់100 15.11រៀលក្នុងមួយដបអូនណាចាតម្លៃក្នុងមួយដបតោះអញ្ចឹងអូនមើលតទៀតអានេះគឺជាតម្លៃដើមមកវាណាអញ្ចឹងបន្ទាប់គឺលំហាត់កតើលំហាត់កគេតម្រូវឲ្យបងអូនរកអីចាគេចង់បានប្រាក់ចំណេញ 12% គេត្រូវលក់ប្រេងម៉ាស៊ូតហ្នឹងប៉ុន្មានអូនណាចាដើម្បីបានចំណេញ 12% អញ្ចឹងអូនត្រូវរកប្រាក់ចំណេញជាមុនសិនអូនណាចាចំណុចកមានន័យថាអូនរកប្រាក់ចំណេញចាក្នុងមួយដបណាអញ្ចឹងមានថាប្រាក់ចំណេញក្នុងមួយដបប្រាក់ចំណេញក្នុងមួយដបមកអញ្ចឹងដើម្បីរកប្រាក់ចំណេញក្នុងមួយដបអូនមើលមួយដបហ្នឹងគេចង់លក់មួយដបចំណេញបាន 12% មែនទេអូនមួយដបចំណេញ 12% អញ្ចឹងមានន័យថា 12% នៃតម្លៃមួយដបអញ្ចឹងមួយដបតម្លៃប៉ុន្មានគឺ115.11គុណនឹង12%មែនទេអូនគុណនឹង 12% តោះកណនីមួយអ្នកគ្រូមកអញ្ចឹង 12% មានន័យថាវា 12 ភាគ 1 100មែនទេអូនហើយគុណនឹង100.11បែបនេះបានទេអូនបានអត់បានណាអញ្ចឹងអូនគុណភាគយកនឹងចំនួនគុណនេះមកនិយាយសំទោសគឺភាគយកនឹងចំនួនទស្សភាគនេះមកអូនណាគុណវាមកគឺអូនយក115គុណនឹង12អ្នកគ្រូគុណចេះណាអញ្ចឹងអត់ពិបាកទេ2ម្ដង2 2 5ដង10ត្រាទុក1 2 2ដង2ម្ដង2និង1គឺ3 2ម្ដងគឺ2
ចឹងមួយដដែលអូន1 1 5បានទេអូនចា1 1ចឹងយើងបូកវាមកអូន2 3 1 8អានេះបានអូនចា3 1អូនមើលក្រោយចុចមានប៉ុន្មានខ្ទង់1 2ចឹងរាប់មក1 2ចុចចាអូនយកវាទៅចែកនឹងប៉ុន្មានទៀតគឺភាគបាយវា100ចឹងកាលណាចែក100គឺយើងគ្រាន់តែរំកិលចំណុចទៅខាងឆ្វេងដៃចាអង្គចំណុចនេះមក1 2ចឹងគឺបាន13.81ណា13.81រៀលចឹងក្នុងមួយដបហ្នឹងគឺគេចំណេញពីលើតម្លៃដើមណាចាចំណេញពីលើតម្លៃដើមនេះគឺ13.81រៀលចាចឹងគេសួរយើងវិញថាសំណួរគេសួរយើងថាម៉េចកូនប្រេងមួយដបហ្នឹងត្រូវលក់តម្លៃប្រមាណមែនទេអូនតើត្រូវលក់ប្រេងមួយស៊ូតថ្លៃប្រមាណក្នុងមួយដបចាចឹងកូនរកមកចាត្រូវលក់ប្រេងមួយស៊ូតក្នុងមួយដបចាចឹងក៏ដាក់វែងដូចនេះប្រេងមួយដបចាត្រូវលក់ចាប្រេងមួយដបត្រូវលក់ក្នុងតម្លៃចាអូនត្រូវចាំអានេះគឺជាតម្លៃដើមរបស់ប្រេងមួយដបតែឥឡូវហ្នឹងគេអត់ចង់លក់តម្លៃហ្នឹងទេគេចង់ចំណេញពីលើហ្នឹងគឺ 12% អញ្ចឹង 12% ហ្នឹងគឺស្មើនឹង 13.81 អញ្ចឹងយើងត្រូវលក់គឺមានន័យថាអូនយកតម្លៃដើមនេះបូកនឹងប្រាក់ចំណេញពីលើថ្លៃដើមហ្នឹងមកអូនឃើញហើយមែនទេអូនអញ្ចឹងមានន័យថាអូនយក115ចា115.11នេះទៅបូកនឹងចាហ្នឹងរៀលដូចគ្នាកូនណាទៅបូកនឹងប្រាក់ចំណេញពីលើតម្លៃដើមហ្នឹងគឺ 13.81 រៀលចាអញ្ចឹងអូនបូកវាទៅគឺស្មើនឹងចាផ្នែកគុតបូកផ្នែកគុតផ្នែកទូសភាគបូកផ្នែកទូសភាគមកគឺយើងបាន2 8 បូក 1 9 3 បូក 5 8ចា1 បូក 1 គឺ 2 1 គឺតោមលាក់អញ្ចឹងកូនក្រោយចុចមានប៉ុន្មាននេះតម្លាក់ចុចមក1 2អញ្ចឹង1 2តម្លាក់ចុចមកកូនប៉ុណ្នេះរៀលមែនអូនហើយបើយើងចង់លក់តម្លៃគុតអត់មានទូសភាគទេកូនដាក់ប្រហែលមកចាបានន័យថាប្រហែលប៉ុន្មានកូនគឺ129រៀលក្នុងមួយដបណាអញ្ចឹងដូចនេះក្នុងមួយដបហ្នឹងគឺយើងលក់129 រៀលអរគុណសម្រាប់បងប្អូនទាំងអស់គ្នាតាមដានទស្សនានៅការបង្ហាញក្នុងមេរៀននេះ